ngày nay là cú miền nào là mình muối và cả cho được bộc lực và phần này nhận lại cái này cô và chân nuôn pram nè bạn này thả nè đem lên bọt bị sòng cành châm cốจะ lành cố thấy cho chất mơ thai cô và bạc khái bây rồi há lại nạn nơi một lục rú hay hộp chốc lục rú ốc thầm có một bế thực sự mà vúa trai nhiệt pram của lố họ xây tịch tôi chẳng tới hay ốc thầm ca hộp chống không mà khái sam sập mơn riêng bà hay ca nạn nơi một lục rú nơi cả tham to nó cả cái bèo hà hay bầm nạch nắm không mà nắm ba sân chỉ thôi ca đo thay cái đây là cú trong bầm nạch ở bán bầm nạch nắm pram liên riêng và sầm rạp bọc lực nằm cứ nhẹ đà mưa thái cổ bàn đó đó ក្នុងនោះដែរគឺម្ចាស់កសិដ្ឋានគឺគាត់បានបញ្ជាក់ថាគាត់ត្រូវការជ្រើសរើសពេទ្យសត្វចំនួន1នាក់ហើយចំពោះអត្ថប្រយោជន៍គឺទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែ$500មានកន្លែងស្នាក់នៅនិងអាហារហូបចុកសម្រាប់ការជ្រើសរើសបុគ្គលិកមួយផ្នែកទៀតគឺត្រូវការអ្នកដែលមើលថែសួនហើយចឹងសម្រាប់អ្នកមើលថែសួនគឺម្ចាស់កសិដ្ឋានគឺគាត់យកជាគ្រួសារហើយចំពោះប្រាក់ឧបត្ថម្ភវិញគឺក្នុងមួយខែគឺ$500ហើយគាត់មានដូចជាអង្ករ30គីឡូហើយនឹងមានត្រីងៀតទឹកស៊ីអ៊ីវទឹកត្រីបន្ថែមទៀតផងដែរភ្ជាប់ជាមួយគ្នានេះដែរគឺម្ចាស់កសិដ្ឋានគឺគាត់បានប្រកាសលក់មេគូអោបកូនចំនួន10ឈុតហើយអញ្ចឹងនេះគឺជាមេគូអោបកូនដែលមានមេធំហើយនឹងកូនល្អនៅក្នុងកសិដ្ឋាននេះគឺម្ចាស់កសិដ្ឋានគឺគាត់ប្រកាសលក់10ឈុតហើយអញ្ចឹងសម្រាប់ការលក់វិញគឺក្នុងមួយឈុតមេមួយកូនមួយគឺគាត់លក់$6,50,000ហើយបើសិនណាជាបងប្អូនចង់ទិញថ្លឹងគឺគាត់លក់1គីឡូ$12,000អញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ទាក់ទងនឹងការទិញគោឬមួយក៏មានចំណាប់អារម្មណ៍ទាក់ទងនឹងការដាក់ពាក្យធ្វើការដែលមានជំនាញពេទ្យសត្វ1នាក់ហើយនឹងអ្នកមើលថែគោចំនួន5នាក់ហើយនឹងអ្នកមើលថែសួនចំនួន1គ្រួសារចំពោះទីតាំងកសិដ្ឋាននេះវិញគឺស្ថិតនៅឃុំបឹងនិមលស្រុកឈូកខេត្តកំពតហើយបើនិយាយពីកសិដ្ឋាននេះគឺជាកសិដ្ឋានចិញ្ចឹមមេគោពូជល្អដែលខ្ញុំបានបង្ហាញពុកម៉ែបងប្អូនកាលវីដេអូមុនអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមពុកម៉ែបងប្អូនអាចទំនាក់ទំនងលេខទូរស័ព្ទដែលខ្ញុំដាក់នៅក្នុង comment បាទអញ្ចឹងសម្រាប់វីដេអូនេះសូមបង្ហាញពុកម៉ែបងប្អូនត្រឹមតែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាប